នៅថ្ងៃទី16ខែឧសភាឆ្នាំ2026អាយុដំចៃបរិនប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណៈបកថ្នាក់កណ្ដាលបានដឹកនាំគណៈប្រតិភូយុវជនគណៈបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈបកប្រជាជនកម្ពុជាប្រធានយុវជនគណៈបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអគ្គស្នងការកាយរដ្ឋនារីកម្ពុជាជូនឯកឧត្តមណាមទុំសមាជិកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាបច្ចុប្បន្នជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៅគេហដ្ឋានស្ថិតនៅភូមិ5សង្កាត់ច្រាំងជំរះខណ្ឌឫស្សីកែវរាជធានីភ្នំពេញក្នុងឱកាសនោះឯកឧត្តមប្រធានគណៈប្រតិភូបានពំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតព្រមទាំងសម្ដេចឯកឧត្តមថ្នាក់ដឹកនាំគណៈបកគ្រប់លំដាប់ថ្នាក់ជូនឯកឧត្តមណាមទុំនិងលោកជំទាវព្រមទាំងក្រុមគ្រួសារដែលជានិច្ចកាលសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចមហាបវរធិបតីនិងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជននិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលធ្លាប់មានស្នាដៃនឹងគុណបំណាច់ចំពោះប្រទេសជាតិឯកឧត្តមណាមទុំបានមានប្រសាសន៍ថាខ្ញុំបាទព្រមទាំងក្រុមគ្រួសារពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងសូមសម្ដែងកតញ្ញូតាធម៌គោរពជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតដែលបានចាត់ឯកឧត្តមចាយបរិនជាតំណាងដ៏ខ្ពង់ខ្ពស់អញ្ជើញមកសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លាមកផ្ដល់ឲ្យខ្ញុំបាទនិងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់ឯកឧត្តមក៏បានបញ្ជាក់ពីការគាំទ្រនិងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមនិងការបដិញ្ញាចិត្តយ៉ាងមោះមុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការបន្តការពារនិងថែរក្សានូវសុខសន្តិភាពស្ថិរភាពសង្គមអធិបតេយ្យភាពបូរណភាពទឹកដីតាមរយៈការប្រើប្រាស់គ្រប់យន្តការច្បាប់អន្តរជាតិការចរចាដោយសន្តិវិធីនិងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិឯកឧត្តមបានគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតនិងសម្ដេចថ្នាក់ដឹកនាំគណៈបកគ្រប់លំដាប់ថ្នាក់ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះសូមទទួលបាននូវឧត្តមពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការនិងសូមមានសុខភាពល្អបរិបូរណ៍ជំនឿយុយឺនយូរដើម្បីដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍ទន្ទឹមនឹងនេះឯកឧត្តមបានរំលឹកអំពីប្រវត្តិការសិក្សាការងារនិងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានចូលរួមបម្រើផលប្រយោជន៍ជាតិនិងគណៈបកប្រជាជនកម្ពុជាជាងនេះទៅទៀតឯកឧត្តមបានចែករំលែកបទពិសោធន៍និងប្រវត្តិតស៊ូមួយចំនួនដល់យុវជនគណៈបកដូចខាងក្រោម 1. យុវជនត្រូវចងចាំនិងដឹងគុណសន្តិភាពថែរក្សាការពារនិងពង្រឹងសន្តិភាពពាក្យថាសន្តិភាពងាយនិយាយប៉ុន្តែមិនងាយនឹងការពារ 2. ខ្ញុំសូមគាំទ្រច្បាប់ស្ដីពីកាតព្វកិច្ចយោធាមន្ត្រីរាជការម្នាក់យោធិនម្នាក់ប្រជាពលរដ្ឋម្នាក់យោធិនម្នាក់ដើម្បីពង្រឹងស្មារតីស្នេហាជាតិសាមគ្គីជាតិនិងផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ 3. ប្រទេសខ្លាំងត្រូវមានប្រជាជនខ្លាំងមានសមត្ថភាពខ្ពស់ជីវភាពធូរធារតាំងពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ 4. ភាពខ្លាំងរបស់គណៈបកប្រជាជនកម្ពុជាគឺបានមកពីការបម្រើយ៉ាងពេញលេញចំពោះប្រជាជនឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនដូច្នេះយុវជនគណៈបកត្រូវបន្តយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពប្រជាពលរដ្ឋគ្រប់រូប 5. យុវជនត្រូវអនុវត្តតាមគំរូដ៏អង់អាចក្លាហានរបស់សម្ដេចអគ្គមហាសេនាបតីតេជោដែលបានយកអាយុជីវិតជាដើមទុនតស៊ូពុះពៀជំនះគ្រប់ឧបសគ្គនិងធ្វើពលិកម្មគ្រប់បែបយ៉ាងពោរពេញទៅដោយភាពអង់អាចក្លាហានដើម្បីបព្វហេតុសន្តិភាពជូនជាតិមាតុភូមិហើយត្រូវពង្រឹងស្មារតីបណ្ដុះគំនិតស្រឡាញ់ជាតិនិងអប់រំបណ្ដុះសីលធម៌គុណធម៌ឲ្យបានទូលំទូលាយព្រោះសីលធម៌គុណធម៌គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតីសាមគ្គីភាពជាតិ 6. សូមកោតសរសើរនៅការផ្ដួចផ្ដើមគំនិតរបស់សម្ដេចមហាបវរធិបតីដែលបង្កើតឲ្យមានសកម្មភាពសួរសុខទុក្ខអិសរាជជនដែលមានស្នាដៃគុណបំណាច់ចំពោះគណៈបកនិងប្រជាជាតិហើយសូមបន្តឲ្យសកម្មភាពដ៏ប្រពៃនេះឲ្យបានទូលំទូលាយពីថ្នាក់ជាតិរហូតដល់មូលដ្ឋានឯកឧត្តមប្រធានប្រតិភូបានកោតសរសើរនិងវិយតម្លៃខ្ពស់ចំពោះស្នាដៃនិងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម
ដែលបានចូលរួមចំណែកបម្រើគណៈបកនិងប្រជាជននាពេលកន្លងមកព្រមទាំងបានប្រគល់នៅអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតជូនចំពោះឯកឧត្តមណាមទុំនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីតាមជួយបីបាច់ថែរក្សាឯកឧត្តមនិងលោកជំទាវព្រមទាំងក្រុមគ្រួសារមានសុខភាពល្អកម្លាំងមាំមួននិងមានជន្មាយុយឺនយូរទទួលបាននូវពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីប្រែក្លាយជាបការៈដទៃឡើយ